ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំហើយថ្ងៃនេះផងដែរខ្ញុំនឹងលើកយកខ្សែភាពយន្ត Jenny Make a Wish ដែលជាភាគទី5មកសង្ខេបជាបន្តទៀត Cambodia Cola រសជាតិនៃភាពរីករាយនៅពេលដែលត្រឡប់មកវិញកាយន្តក៏បានប្រាប់ឲ្យលោកយាយរបស់នាងថានៅក្នុងរយៈពេល3ថ្ងៃទៀតពួកយើងទាំងពីរនាក់នឹងទៅដើរលេងកម្សាន្តនៅឯកោះ Hawaii មិនតែប៉ុណ្ណោះនាងបានរៀបចំសម្បូររួចរាល់ហើយប្រាប់ឲ្យលោកយាយរបស់នាងគ្រាន់តែរងចាំថ្ងៃចេញដំណើរតែប៉ុណ្ណោះលើពីនេះកាយន្តក៏បានប្រាប់ទៅលោកយាយថាឲ្យទៅអួតអ្នកភូមិទាំងអស់គ្នាទៅនៅពេលដែលលោកយាយកាយន្តអួតប្រាប់មិត្តភ័ក្តិរបស់គាត់នៅក្នុងភូមិអ្នកទាំងអស់គ្នាលើដូច្នេះធ្វើពួកគេច្រណែននឹងគាត់យ៉ាងខ្លាំងនៅថ្ងៃបន្តបំណងប្រាថ្នាទី2របស់កាយន្តក៏ចាប់ផ្ដើមខ្លាចទៅជាការពិនពេលដែលលោកយាយរបស់នាងកំពុងតែដេកលក់គាត់បានប្រែខ្លាចទៅជានារីដ៏ក្មេងម្នាក់មានអាយុ30ឆ្នាំនៅពេលដែលគាត់ភ្ញាក់ឡើងឃើញរូបរាងរបស់ខ្លួនឯងនៅក្នុងកញ្ចក់ធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងស្ទើរតែមិនអាចជឿបានមិនតែប៉ុណ្ណោះថែមទាំងសន្លប់អស់ជាច្រើនដងទៀតផងពេលនោះទៅលោកយាយរបស់កាយន្តគាត់ដឹងថានេះគឺជាបំណងប្រាថ្នាចៅស្រីរបស់ខ្លួនដែលគាត់បានឃើញនៅក្នុងសៀវភៅកំណត់ហេតុរបស់កាយន្តកាលពីថ្ងៃមុនរួចហើយគាត់ក៏បានទៅសួរនាងអំពីរឿងនេះកាយន្តនេះបានឆ្លើយសារភាពថាវាគឺជាការពិននៅពេលដែលលោកយាយរបស់នាងឮដូច្នេះក៏បានធ្វើឲ្យគាត់សប្បាយចិត្តយ៉ាងខ្លាំងបន្តមកលោកយាយរបស់កាយន្តក៏បានរត់ចូលទៅក្នុងបន្ទប់របស់នាងដើម្បីសាកស្លៀកពាក់សម្លៀកបំពាក់ល្បីៗដែលកាយន្តធ្លាប់ទិញពាក់ពីមុនមកហើយវាក៏ជាក្តីស្រមៃរបស់លោកយាយផងដែរដែលគាត់ឃើញសម្លៀកបំពាក់ទាំងអស់នោះគឺគាត់ចង់ស្លៀកវាយ៉ាងខ្លាំងយាយកាត់មកសាសនាដែលចិននេះឲ្យបំណងប្រាថ្នានេះវិញក្រោយពេលដែលខ្លាចទៅជាមនុស្សគេមានឈ្មោះថាហេនីនៅព្រឹកឡើងក៏បានមកជួបជាមួយនឹងចិននេះក៏ព្រោះតែនៅពេលនេះគេត្រូវការលុយជាមួយនឹងអត្តសញ្ញាណរបស់ខ្លួនដើម្បីស្វែងរកម្ចាស់គេដែលធ្លាប់ចិញ្ចឹមហើយនេះក៏ជាបំណងប្រាថ្នាទី2របស់គេផងដែរនៅពេលដែលចិននេះឮដូច្នេះគេបានសន្យាថានឹងធ្វើឲ្យហេនីខ្លាចទៅជាមនុស្សម្នាក់ដែលមិនត្រូវការអត្តសញ្ញាណប័ណ្ណថែមទាំងខ្លាចទៅជាអ្នកមានទៀតផងនិងមានអង្គរៈផ្ទាល់ខ្លួនភ្លាមៗនោះហេនីក៏បានខ្លាចទៅជាម្ចាស់ក្រុមហ៊ុនម្នាក់ចុះពីលើឡានដ៏ទំនើបមួយថែមទាំងមានអង្គរៈដ៏សង្ហាម្នាក់ទៀតផងហើយនេះគឺជាបំណងប្រាថ្នាទី2របស់គេដែលចិននេះបានប្រាឲ្យនៅក្នុងពេលជាមួយនឹងគ្នាសុនហេយន្តបានទៅបើកទូដៃរបស់ខ្លួនប៉ុន្តែមិនបានឃើញលុយជាមួយនឹងមាសដែលគេធ្លាប់យកមកទុកនៅទីនេះនោះទេគឺនៅសល់តែទូដៃទទេតែប៉ុណ្ណោះដូច្នេះគេក៏បានដឹងច្បាស់ថាចិននេះប្រកាសជាយកលុយរបស់ខ្លួនមិនតែប៉ុណ្ណោះថែមទាំងបំផ្លាញរូបគំនូររបស់គេនៅលើជញ្ជាំងខ្វែយកក្របភ្នែកទេវតាទាំងអស់ធ្វើឲ្យសុនហេយន្តនៅពេលនេះគេខឹងយ៉ាងខ្លាំងក្រោយពេលដែលលោកយាយរបស់កាយន្តស្លៀកសម្លៀកបំពាក់របស់នាងរួចគាត់ក៏ចាប់ផ្ដើមដើរសោភេងទិញរបស់ថ្លៃៗជាច្រើនដោយមិនស្ដាយលុយអ្វីទាំងអស់នៅពេលដែលកាយន្តឃើញដូច្នេះនាងក៏បានក្រវិចក្បាលដោយភាពអស់សង្ឃឹមពេលដែលត្រឡប់មកដល់ផ្ទះវិញកាយន្តក៏ចាប់ផ្ដើមដាក់ច្បាប់មួយចំនួនទៅឲ្យលោកយាយទី1គឺគាត់មិនត្រូវលើកទូរស័ព្ទនោះទេក៏ព្រោះតែសំឡេងរបស់គាត់ក្មេងនឹងធ្វើឲ្យមានការបែកធ្លាយអ្នកភូមិទាំងអស់គ្នាប្រកាសជាសង្ស័យជាមិនខានទី2ប្រសិនបើមានអ្នកណាគេសួរអំពីគាត់ត្រូវតែប្រាប់អ្នកទាំងអស់នោះថាគឺទើបតែផ្លាស់ប្ដូរមករស់នៅទីនេះហើយដាច់ខានមិនត្រូវនិយាយភាសាស្រុកនេះឡើយនៅយប់ឡើងសុងតេកំពុងតែបើកបរនៅតាមផ្លូវគេក៏បានបុកទៅលើប្រើសមួយក្បាលធ្វើឲ្យដួលនៅកណ្ដាលផ្លូវសុងតេឃើញដូច្នេះគេចូលទៅលើឡានពិនិត្យមើលឃើញថាប្រើសមួយនោះនៅរស់គេចេញទៅខាងក្រោយឡានបំរុងនឹងយកដែកវាទៅលើសត្វប្រើសមួយនោះឲ្យស្លាប់តែម្ដងប៉ុន្តែនៅពេលដែលរើអីវ៉ាន់ក៏ស្រាប់តែឃើញចង្កៀងបុរាណរបស់ចេននីនៅក្នុងឡានរបស់គេនៅពេលដែលសុងតេឃើញដូច្នេះគេគ្រាន់តែចាប់លើកឡើងតែប៉ុណ្ណោះដោយមិនចាប់អារម្មណ៍រួចហើយកាន់ដៃបំរុងនឹងទៅវាយប្រើសមួយនោះឲ្យស្លាប់នៅពេលដែលគេរៀបនឹងវាយក៏ស្រាប់តែចេននីបានបង្ហាញខ្លួនចេញមកធ្វើឲ្យសុងតេភ្ញាក់ផ្អើលយ៉ាងខ្លាំងគេស្មានថាចេននីនេះគឺជាខ្មោចបន្តមកចេននីក៏ចាប់ផ្ដើមណែនាំខ្លួនរបស់គេថាគេគឺជាទេវតាចង្កៀងមកទីនេះគឺផ្ដោតបំណងប្រាថ្នាចំនួន3ទៅឲ្យសុងតេប៉ុន្តែសុងតេគិតថាចេននីនេះគឺជាមនុស្សស្រវឹងហើយគ្រាន់តែនិយាយរឿងអត់ប្រយោជន៍តែប៉ុណ្ណោះចេននីក៏ខំព្យាយាមនិយាយបញ្យល់គេសុងតេឮដូច្នេះគេក៏យល់ព្រមសាកល្បងទៅលើចេននីប្រសិនបើចេននីគឺជាទេវតាចង្កៀងមែននោះដូច្នេះសូមជួយសង្គ្រោះសត្វប្រើសមួយនេះឲ្យរស់ឡើងវិញទៅហើយនេះក៏ជាបំណងប្រាថ្នាទី1របស់គេដែរភ្លាមៗនោះចេននីក៏បានប្រើសិលរបស់គេធ្វើឲ្យសត្វប្រើសរស់ឡើងវិញរួចហើយរត់ចូលទៅក្នុងព្រៃបាននៅពេលដែលសុងតេឃើញដូច្នេះគេក៏ចាប់ផ្ដើមមានការស្ដាយក្រោយដែលបានបាត់បង់បំណងប្រាថ្នាចំនួន1ដូច្នេះនៅពេលនេះសុងតេបានជឿថាចេននីនេះគឺជាទេវតាចង្កៀងពិតមែនគេនៅតែជំនះរហូតដល់ថ្នាក់វាយទៅលើចេននីទៀតផងប៉ុន្តែដោយសារតែសុងតេគឺជាមនុស្សធម្មតាតែប៉ុណ្ណោះគឺគេមិនអាចវាយត្រូវនោះទេមិនតែប៉ុណ្ណោះថែមទាំងត្រូវបានចេននីចាប់ក្រវែងគេឲ្យខ្ទាតជាច្រើនម៉ែត្ររួចហើយនិយាយថាសូមឲ្យគេគិតឲ្យបានល្អិតល្អន់មុននឹងសម្រេចនៅបំណងប្រាថ្នាទី2របស់ខ្លួននៅថ្ងៃបន្ទាប់មេភូមិក៏បានទៅជួបជាមួយនឹងគ្រួសារទើបតែផ្លាស់ប្ដូរមករឿងដែលចម្លែកនោះគឺពួកគេគឺសុទ្ធតែជាក្មេងទំនើងដែលបានមកស្នាក់នៅទីនេះម្ចាស់ផ្ទះក៏បានចេញមកសួរនាំរួចហើយមេភូមិប្រាប់ថាគាត់គ្រាន់តែចង់មកសួរសុខទុក្ខតែប៉ុណ្ណោះ
ហើយសុំលេខទូរស័ព្ទរបស់ពួកគេប៉ុន្តែម្ចាស់ផ្ទះបែរជាឲ្យកូនចៅរបស់គេឲ្យលេខទូរស័ព្ទទៅវិញនៅពេលដែលមេភូមិឃើញដូច្នេះគាត់ក៏ឆ្ងល់មើលចូលទៅក្នុងផ្ទះក៏ស្រាប់តែឃើញបរិះចម្លែកម្នាក់ប៉ុន្តែមួយសន្ទុះក្រោយមកក៏ស្រាប់តែបរិះចម្លែកម្នាក់នោះបាត់ខ្លួនទៅវិញបាត់ទៅដូច្នេះធ្វើឲ្យមេភូមិកាន់តែឆ្ងល់ខ្លាំងឡើងនៅខាងនេះវិញលោកយាយរបស់កាយន្តដើរតាមផ្លូវបំរុងនឹងទៅហាងកាត់សក់ប៉ុន្តែគាត់ក៏បានជួបជាមួយនឹងមីជីនៅតាមផ្លូវនៅពេលដែលមានម៉ូតូមួយគ្រឿងជិះបំរុងនឹងបងប៉ុន្តែសំណាងល្អក៏ត្រូវបានមីជីចាប់ទាញគាត់តាន់លោកយាយរបស់កាយន្តក៏បានចំណាំមុខរបស់មីជីប៉ុន្តែមីជីវិញមិនដឹងថានារីម្នាក់នេះគឺជាអ្នកណានោះទេប៉ុន្តែដូចជាធ្លាប់ស្គាល់គ្នាញ៉ាំកាន់មកចៅវាយនេះរបស់ធនាគារដែលកាយន្តបានធ្លាប់ដាក់ប្រាក់កន្លងមកគាត់បានហៅបុគ្គលិករបស់ខ្លួនដែលជាជីយន្តនេះមកជជែកអំពីការងារក៏ព្រោះតែគាត់ដឹងថាជីយន្តគឺជាមិត្តរួមថ្នាក់របស់កាយន្តដូច្នេះហើយគាត់ចង់ឲ្យនាងបញ្ចុះកាយន្តធ្វើយ៉ាងណាឲ្យនាងទិញនៅសេវាពិសេសធនាគាររបស់ខ្លួនក៏ព្រោះតែកាយន្តគឺជាអតិថិជនតែម្នាក់គត់នៅក្នុងតំបន់មួយនេះដែលមានប្រាក់ច្រើនជាងគេប៉ុន្តែចៅវាយរបស់ជីយន្តមិនដឹងថាការពិតទៅកាយន្តនេះគឺជាមនុស្សដែលនាងស្អប់ខ្លាំងបំផុតក៏ព្រោះតែភាពច្រណែននៃការជោគជ័យរបស់នាងនៅពេលដែលជីយន្តកំពុងតែលេងកែវក៏ស្រាប់តែឃើញចង្កៀងបុរាណនៅក្នុងឡាបូនាងក៏បានលើកចង្កៀងនោះយកមកដុសជាមួយនឹងកំហឹងក៏ស្រាប់តែបញ្ចេញមិនលឺបើតិចក្រោយមកចេញនេះក៏បានចេញមកដូចជាធម្មតារួចហើយគាត់ប្រោសបំណងប្រាថ្នាទាំង3ទៅឲ្យជីយន្តនៅពេលដែលជីយន្តឮដូច្នេះនាងសប្បាយចិត្តយ៉ាងខ្លាំងដែលម្ដងចាំយូរនាងក៏បានប្រើប្រាស់បំណងប្រាថ្នាទី1តែម្ដងគឺនាងចង់យកលុយទាំងអស់អំពីគណនីរបស់កាយន្តផ្ទៃមកកាន់គណនីរបស់នាងវិញនៅក្នុងគូបំណងចង់ឲ្យអ្នកដែលនាងច្រណែនជួបនៅរឿងអាក្រក់ជានាងឮដូច្នេះគេក៏រៀងពិបាកសម្រេចផងដែរក៏ព្រោះតែបំណងប្រាថ្នាទី1របស់នាងនេះគឺវាបានក្លាយទៅជាមនុស្សអាក្រក់បាត់ទៅហើយប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយជានាងក៏នៅតែសម្រេចបំណងរបស់ជីយន្តគណនីរបស់ជីយន្តនោះក៏ទទួលបានប្រាក់បន្ថែមចំនួន10លានវ៉ុនក្រោយពេលដែលចេននេះផ្ដល់បំណងប្រាថ្នាទៅឲ្យជីយន្តរួចនៅពេលនេះចេននេះក៏បានប្រាប់អំពីរឿងទាំងអស់នេះទៅឲ្យកាយន្តដឹងដោយសារតែភាពលោភលន់និងការច្រណែនរបស់មនុស្សដូច្នេះហើយចេននេះគឺជឿជាក់ថាគេនឹងឈ្នះនៅក្នុងការភ្នាល់គ្នាមួយនេះជាមិនខានចំណែកឯកាយន្តវិញមើលទៅដូចជាមានសង្ឃឹមតិចតួចបំផុតនៅពេលនោះកាយន្តក៏បានប៉ះទៅលើនាឡិកាខ្សាច់របស់ចេននេះក៏ស្រាប់តែខ្សាច់នៅក្នុងចង្កៀងមនុស្សវាក៏បានចេញរូបរាងជាដៃមកប៉ះជាមួយនឹងដៃរបស់នាងវិញពេលនោះពេលវេលាក៏បានត្រឡប់ថយក្រោយចំណែកកាយន្តក៏ចាប់ផ្ដើមមានការចងចាំឡើងវិញនៅក្នុងខួរក្បាលរបស់នាងជាមួយនឹងទស្សនវិជ្ជានៃការស្លាប់កាលពី983ឆ្នាំមុនមិនតែប៉ុណ្ណោះនាងក៏បានឃើញរូបភាពកំពុងតែអង្គុយសើចនៅក្នុងចង្កៀងនេះផងដែរហើយទាំងអស់នោះគឺជាអ្វីដែលនាងធ្លាប់យល់សប្តិឃើញកន្លងមកដូច្នេះនាងក៏បានឆ្ងល់ថាតើពេលវេលាដែលនាងអង្គុយសើចនោះវាគឺជាទស្សនវិជ្ជានៅថ្ងៃអនាគតឬមួយក៏យ៉ាងណានៅថ្ងៃបន្ទាប់គ្រួសារដែលទើបតែផ្លាស់ប្ដូរមកនោះគេក៏បានយកឡានមកជួសជុលបរិមម្នាក់នោះគឺមានកូនប្រុសម្នាក់ដ៏ចម្លែកក្មេងប្រុសម្នាក់នោះចេះតែសម្លឹងមើលទៅលើកាយន្តហើយនាងក៏បានឃើញថាក្មេងប្រុសម្នាក់នោះដូចជាពិការជើងកាន់សៀវភៅប្រវត្តិសាស្ត្រសម័យហ្គោរៀលនៅក្នុងដៃបន្ទាប់មកក្មេងប្រុសម្នាក់នោះក៏បានសួរទៅលើកាយន្តថាហើយអ្វីបានជាបន្ទាប់ពីឆ្នាំ1040ហ្គោរៀលបានជប់ធ្វើពាណិជ្ជកម្មជាមួយនឹងអារ៉ាមតែអ្នកណាគេជាអ្នករារាំងនៃការធ្វើពាណិជ្ជកម្មរបស់ប្រទេសទាំងពីរគេបានសួរទៅលើកាយន្តប៉ុន្តែកាយន្តមិនអាចដឹងនោះទេមិនតែប៉ុណ្ណោះក្មេងប្រុសដ៏ចម្លែកម្នាក់នេះថែមទាំងមើលឃើញរូបរាងពិតរបស់សាឌីដែលជា Black Panther បានទៀតផងត្រឡប់មកកាន់សន្និយន្តវិញនៅពេលនេះគេកំពុងតែអង្គុយគូររូបគំនូររបស់គេឡើងវិញភ្នែករបស់ទេវតាប៉ុន្តែមិនអាចដូចដើមក៏ព្រោះតែនៅក្នុងចិត្តរបស់គេនៅពេលនេះគឺកំពុងតែគិតទៅដល់ចេននេះហើយធ្វើឲ្យគេខឹងយ៉ាងខ្លាំងចំពោះរឿងនេះដូច្នេះសន្និយន្តក៏បានទៅជួបជាមួយនឹងចេននេះម្ដងទៀតដើម្បីសួរនាំបន្ទាប់មកគេក៏បានទាញចេននេះចូលទៅក្នុងពិភពមួយដែលមានពួកគេតែ2នាក់សន្និយន្តបានស្ដីបន្ទោសទៅលើចេននេះដែលបានយកលុយរបស់ខ្លួនពីទូដៃទៅឲ្យអ្នកផ្សេងហើយអ្នកនោះគឺជាសំណាក់ហេនីនេះឯងថែមទាំងបំផ្លាញភ្នែកទេវតានៅលើគំនូររបស់គេទៀតផងចេននេះលើដូច្នេះក៏បានប្រាប់ថាលុយទាំងអស់នោះគឺវាមិនមែនជារបស់អ្នកណានោះទេនៅក្នុងពិភពលោកមួយនេះចំណែកឯភ្នែកទេវតាវិញគឺមិនមែនជារូបភាពបែបនេះនោះទេលើដូច្នេះសន្និយន្តក៏ខឹងយ៉ាងខ្លាំងរួចហើយស្ទុះទៅវាចេននេះអ្នកទាំងពីរអ្នកបានប្រយុទ្ធគ្នាទៅវិញទៅមកទីបំផុតសន្និយន្តក៏នៅតែមិនអាចវាឈ្នះទៅលើចេននេះបានចំណែកកាយន្តនេះវិញនាងក៏ចាប់ផ្ដើមនឹកឃើញទៅដល់ការចងចាំនៅក្នុងខួរក្បាលរបស់នាងកាលពី983ឆ្នាំមុននៅពេលនោះនាងធ្លាប់អង្វរនរណាម្នាក់ប៉ុន្តែនាងមិនអាចចងចាំបានថាបានអង្វរអំពីរឿងអ្វីនោះទេស្របពេលនោះក៏ស្រាប់តែសន្និយន្តបានបង្ហាញខ្លួនចេញមកជាមួយនឹងវងក្អែករបស់គេពេញមេឃសន្និយន្តបានទទួលស្គាល់ថាខ្លួនបានដឹងកាយន្តបួងសួងបំណងប្រាថ្នាទី2របស់នាងរួចហើយដូច្នេះគេមកទីនេះគឺដើម្បីចង់ជួបជាមួយនឹងកាយន្តដើម្បីជួយនាងបំពេញបំណងប្រាថ្នាចុងក្រោយមិនតែប៉ុណ្ណោះសួរទៅកាយន្តថាតើនាងដឹងដែរឬទេហើយអ្វីបានជាចេននេះចង់សម្លាប់នាងដូច្នេះគេនឹងបង្ហាញនាងអំពីរឿងរ៉ាវដែលបានកើតឡើងកាលពី983ឆ្នាំមុនដើម្បីឲ្យដឹងច្បាស់អំពីរឿងដែលនាងបានស្លាប់ប៉ុន្តែកាយន្តគឺនាងមិនបានចាប់អារម្មណ៍នោះទេថែមទាំងប្រាប់ឲ្យសន្និយន្តចាក់ចេញអំពីទីនេះទៅមិនតែប៉ុណ្ណោះនាងក៏បានវាយទៅលើសន្និយន្តមួយដៃធ្វើឲ្យកូនចៅ
របស់គេដែលជាអៃរៀមនេះក៏មានអារម្មណ៍ឈឺចាប់ដែរសារីក៏ជឿជាក់ថាអ្នកដែលបានវាយទៅលើសុនហីយុននោះគឺជាកាយុនជាមិនខាននៅថ្ងៃបន្ទាប់ប៉ូលីសក៏បានមកជួបជាមួយនឹងកាយុនដើម្បីសួរនាំអំពីរឿងរបស់នារីម្នាក់ត្រូវបានបាត់ខ្លួនរួចហើយពួកគេក៏បានប្រកបរូបថតរបស់នារីម្នាក់នោះឲ្យកាយុនមើលនៅពេលដែលកាយុនឃើញសក់របស់នាងមានពណ៌លឿងធ្វើឲ្យនាងនឹកឃើញទៅដល់រឿងកាលពីប៉ុន្មានថ្ងៃមុននៅពេលដែលសាងទេយកឡានរបស់គេមកចុះជុលដោយសារតែបែកចង្គៀងពេលដែលនាងពិនិត្យទៅលើចង្គៀងមួយនោះក៏បានឃើញសរសៃសក់ពណ៌លឿងជាប់នៅទីនោះផងដែរនៅក្នុងថ្ងៃនោះផងដែរមេភូមិក៏បានប្រទះរកឃើញសក់សរបស់លោកយាយម្នាក់ត្រូវបានស្លាប់នៅក្នុងបន្ទប់ដោយសារតែគាត់រស់នៅតែម្នាក់ឯងមិនមានអ្នកណាដឹងរហូតដល់ធំក្លិនស្អុយទៅអ្នកជិតខាងគេដឹងក្រោយពេលដែលរឿងទាំងអស់នេះកើតឡើងអ្នកនៅក្នុងភូមិក៏ចាប់ផ្ដើមនិយាយដើមលោកយាយរបស់កាយុនថាគាត់បានទៅដើរលេងកម្សាន្តនៅកោះហាវ៉ៃហើយមិនតែប៉ុណ្ណោះថែមទាំងប្រាច់ទំនាក់ទំនងជាមួយនឹងអ្នកទាំងអស់គ្នាទៀតផងប៉ុន្តែពួកគាត់បានឃើញថាកាលពីប៉ុន្មានថ្ងៃមុនកាយុនជាមួយនឹងនារីចម្លែកម្នាក់បានកប់របស់អ្វីម្យ៉ាងនៅខាងក្រៅផ្ទះពួកគាត់ឆ្ងល់ថាហេតុអ្វីក៏កាយុនមកទៅដើរលេងជាមួយឬមួយក៏នាងសម្លាប់លោកយាយរបស់ខ្លួនហើយយកទៅកប់នៅទីនោះពួកគេក៏បានប្រញាប់ទៅផ្ទះរបស់នាងដើម្បីសួរនាំអំពីរឿងនេះនៅពេលដែលទៅដល់ពួកគេក៏បានឃើញនារីវ័យក្មេងម្នាក់ដែលជាលោកយាយរបស់កាយុននោះដែលចេញពីបន្ទប់របស់កាយុនបន្ទាប់មកអ្នកទាំងអស់គ្នាក៏បានឲ្យកាយុនខលវីដេអូទៅឲ្យលោកយាយរបស់នាងដើម្បីបញ្ជាក់ថាគាត់កំពុងតែដើរលេងនៅឯកោះហាវ៉ៃទើបពួកគេជឿថាលោកយាយរបស់នាងគឺមិនកើតអីនៅពេលដែលកាយុនឮដូច្នេះនាងក៏មិនដឹងថាត្រូវធ្វើយ៉ាងដូចម្ដេចបន្តិចក្រោយមកក៏ទូរស័ព្ទរបស់មេភូមិមានណាម្នាក់បានខលមកនៅពេលដែលគាត់ចុចលើក៏ស្រាប់តែឃើញថាគឺជាលោកយាយរបស់កាយុនអ្នកទាំងអស់គ្នាក៏បាននិយាយជាមួយនឹងគាត់កាយុនឃើញដូច្នេះនាងក៏បានដឹងថាអ្នកដែលបានខលមកនោះមិនមែនជាយាយរបស់នាងនោះទេគឺជាចេននេះឯងប្រែក្រឡាខ្លួនដើម្បីបោកប្រាស់ទៅលើអ្នកទាំងអស់គ្នាបន្ទាប់មកអ្នកភូមិក៏បានសួរទៅកាន់លោកយាយកាយុនថាពេលណាគាត់ត្រឡប់មកវិញលោកយាយកាយុននិយាយថាប្រហែលជា 2-3 ខែទៀតនៅពេលដែលអ្នកទាំងអស់គ្នាឮដូច្នេះពួកគេក៏បានចាក់ចេញអំពីទីនោះទៅផ្ទះវិញរៀងៗខ្លួនអស់ទៅយាយកាត់មកជាយុននេះវិញជារៀងរាល់ថ្ងៃនាងតែងតែទទួលបានប្រាក់ចំនួន10លានវ៉ុនអំពីគណនីរបស់កាយុនដូច្នេះនាងក៏ចាប់ផ្ដើមស្នើសុំនៅបំណងប្រាថ្នាទី2របស់នាងដែលចង់បង្កើននៅប្រាក់ទាំងអស់នេះរហូតដល់50លានវ៉ុននៅក្នុងមួយថ្ងៃក្រោយពេលដែលនិយាយរួចមករួមការងាររបស់នាងក៏បានហៅជាយុនចេញទៅខាងក្រៅក៏ព្រោះតែកាយុនមកដល់ទីនេះគឺនាងចង់បង្កើនដែនកំណត់ផ្ទៃប្រាក់មួយថ្ងៃ50លានវ៉ុនហើយនេះក៏ជាអ្វីដែលជាយុននាងកំពុងតែរងចាំផងដែរដូច្នេះនៅពេលនេះគណនីរបស់ជាយុនក៏ត្រូវបានទទួលប្រាក់បន្ថែមមួយថ្ងៃ50លានវ៉ុនជារៀងរាល់ថ្ងៃអំពីគណនីរបស់កាយុនជាយុនក៏ចាប់ផ្ដើមប្រើប្រាស់លុយទាំងអស់នោះទៅទិញទំនិញថ្លៃៗនិងដើរផ្សារយ៉ាងសប្បាយរីករាយយាយកាន់មកជានេះវិញនៅពេលនេះគេកំពុងតែលេងហ្គេមជាមួយនឹងក្មេងប្រុសម្នាក់នៅពេលដែលពួកគេនិយាយគ្នាក៏បានដឹងថាក្មេងប្រុសម្នាក់នេះតែងតែត្រូវបានឪពុករបស់ខ្លួនធ្វើបាបជារៀងរាល់ថ្ងៃជានេះដឹងអំពីរឿងនេះរួចគេក៏បានចាប់ឪពុកក្មេងប្រុសម្នាក់នោះទៅកាន់វាលខ្សាច់សាហារ៉ារួចហើយក៏ហៅវងឆ្កែព្រៃចេញមកខំទៅលើបរិសម្នាក់នោះរហូតដល់ស្លាប់ចំណែកឯនៅក្នុងបន្ទប់របស់កាយុនវិញនៅពេលដែលនាងមើលទៅលើបាតចង្គៀងក៏ស្រាប់តែឃើញអក្សរនៅខាងក្រោមនោះនាងយកទូរស័ព្ទមកបកប្រែក៏ស្រាប់តែឃើញថាចង្គៀងមួយនេះបានកើតឡើងនៅក្នុងឆ្នាំ1061រឿងនេះក៏ចាប់ផ្ដើមធ្វើឲ្យនាងឆ្ងល់ក៏ព្រោះតែចេនីធ្លាប់ប្រាប់នាងថាគេត្រូវបានឃុំឃាំងនៅក្នុងចង្គៀងមួយនេះនៅក្នុងឆ្នាំ1040អញ្ចឹងតែមានរឿងអ្វីកើតឡើងមុនពេលដែលចង្គៀងមួយនេះត្រូវបានបង្កើតឡើងចំណែកនៅកន្លែងធ្វើការរបស់ជាយុននេះវិញនាយករបស់នាងក៏ចាប់ផ្ដើមហៅនាងទៅសួរនាំដែលចង់ដឹងថាហេតុអ្វីក៏គណនីរបស់កាយុនតែងតែផ្ទេរប្រាក់ឲ្យនាង50លានវ៉ុនជារៀងរាល់ថ្ងៃជាយុនលើដូច្នេះនាងក៏បានឆ្លើយយកឬខ្លួនថាខ្ញុំមិនដឹងអ្វីទាំងអស់តែខ្ញុំមានពេលឯណាដើម្បីឆែកគណនីរបស់ខ្ញុំរៀងរាល់ពេលប៉ុន្តែចម្លើយរបស់នាងទាំងអស់នេះមិនអាចធ្វើឲ្យនាយករបស់នាងជឿជាក់បាននោះទេគាត់ក៏បានប្រាប់ទៅជាយុនថាឲ្យនាងទៅជួបជាមួយនឹងកាយុនផ្ទាល់ដើម្បីសួរអំពីរឿងនេះបើមិនដូច្នេះទេខាងស្ថាប័នត្រួតពិនិត្យហិរញ្ញវត្ថុនឹងមកដល់ពិនិត្យទៅលើនាងជាមិនខាននឹងហើយអ្នកទាំងអស់គ្នាភាគទី5របស់យើងក៏ចាប់ត្រឹមតែប៉ុណ្នេះប្រសិនបើពេញចិត្តនៅវីដេអូនេះកុំភ្លេចចុច Subscribe និងដាក់សញ្ញារូបកណ្ដឹងខ្ញុំនឹងមកជួបអ្នកទាំងអស់គ្នានៅភាគទី6ដែលជាភាគបន្ទាប់